បើសិនជាបងប្អូនមានដីហើយបងប្អូនមានចំណេះជំនាញច្បាស់លាស់ក្នុងការចិញ្ចឹមខ្យងបងប្អូនបុកធ្វើទៅបងប្អូនសម្រាប់មុខរបរចិញ្ចឹមខ្យងនេះមិននិយាយទៅល្អមែនតើដោយសារទី1ការចំណាយទៅលើចំណីអត់ច្រើនដោយសារវាស៊ីកផ្លោកចកសារាយហើយនឹងបន្លែប្លុកផ្សេងអាសូឡាក៏វាស៊ីដែរហើយបន្តមកទៀតតកតងជាមួយនឹងទីផ្សារបើនិយាយពីខ្យងបឹងទីផ្សារល្អបងប្អូនទោះបីខែប្រាំងក៏ទីផ្សារល្អខែវស្សាក៏ទីផ្សារល្អមកចូលមកខែប្រាំងបើនិយាយទៅទីផ្សារគឺត្រូវប៉ាន់មែនតើសម្រាប់ខ្ញុំអ្នកចិញ្ចឹមនេះគឺមានគេសួររកច្រើនបងប្អូនប៉ុន្តែខ្ញុំគ្រប់គ្រងអត់គ្រប់ទេដោយសារទីមួយខ្ញុំមានឈ្មោះដែរយកប្រចាំហើយអញ្ចឹងអត់អាចចែកក្រៅបានច្រើនបងប្អូនអញ្ចឹងតាំងពីខ្ញុំផ្សព្វផ្សាយមកគឺឃើញគេតាក់ទងមកច្រើនដើម្បីយកលក់តបងប្អូនប៉ុន្តែខ្ញុំអត់មានចែកឲ្យពួកគាត់ទេហើយក៏ទីផ្សារនាំចេញទៅវៀតណាមក៏មានដែរបងប្អូនសម្រាប់ខ្យងបឹងណាបើនិយាយទៅឲ្យតែបងប្អូនមានខ្យងប្រចាំមានឲ្យនឹងបងប្អូនឧទាហរណ៍មួយថ្ងៃមានប្រហែល10គីឡូឬក៏20គីឡូឬក៏50គីឡូឬក៏100គីឡូធ្វើយ៉ាងណាមានឲ្យនឹងបងប្អូនហើយមួយទៀតធ្វើយ៉ាងណាខ្យងដែលបងប្អូនចិញ្ចឹមធាត់ល្អសាច់ពេញហើយរសជាតិឆ្ងាញ់នឹងសំខាន់មែនទែនបងប្អូនហើយតើតងជាមួយនឹងចំណីដែលធ្វើឲ្យខ្យងមានរសជាតិឆ្ងាញ់ខ្ញុំនឹងបង្ហាញនៅក្នុងក្រុមមេរៀនបងប្អូនខ្ញុំនឹងបង្ហាញនៅក្នុងវីដេអូក្រោយៗទៀតហើយមុខរបរចិញ្ចឹមខ្យងនេះបងប្អូនបើសិនជាបងប្អូនអាចផលិតឲ្យនឹងណាបងប្អូនមួយថ្ងៃ30គីឡូអីបងប្អូនរកចំណូលបានហើយមួយថ្ងៃត្រឹម$60អីបងប្អូនបើយើងលក់បាន1គីឡូ2រៀលប៉ុន្តែបើសិនជាខ្យងលេខ1ប៉ុណ្ណាខ្យងធំចា10គ្រាប់1គីឡូ12គ្រាប់1គីឡូអាចតម្លៃលើសហ្នឹងបងប្អូនប៉ុន្តែយើងគិតតែ2រៀលណាសម្រាប់ខែប្រាំងនេះអញ្ចឹងបើសិនជាបងប្អូនផលិតមួយថ្ងៃបានតែ30គីឡូប្រចាំថ្ងៃមួយថ្ងៃបងប្អូនរកចំណូលបាន$60បងប្អូនហើយបើសិនជាបងប្អូនផលិតបានមួយថ្ងៃ50គីឡូមួយថ្ងៃបងប្អូនរកចំណូលបាន100អញ្ចឹងតើតងជាមួយការងារនេះបើនិយាយពីថាស្រួលមិនស្រួលពេកទេវាទាមទារពេលវេលាវាទាមទារចំណេះដឹងក្នុងការធ្វើដែរបងប្អូនត្រូវសិក្សាឲ្យច្បាស់លាស់ក្នុងការធ្វើបងប្អូនអត់អាចគិតថាគ្រាន់តែរៀបចំអាងដាក់ទឹកដាក់ខ្យងចិញ្ចឹមដល់ថ្ងៃដល់ខែប្រមូលផលអត់អាចអញ្ចឹងទេបងប្អូនបើនិយាយទៅមិនមែនត្រឹមតែមុខរបរចិញ្ចឹមខ្យងទេមុខរបរអីក៏ដោយបើចង់ធ្វើឲ្យជោគជ័យគឺត្រូវតែមានចំណេះដឹងឲ្យច្បាស់លាស់ទាក់ទងជាមួយនឹងការធ្វើបងប្អូនត្រូវតែមានបងប្អូនត្រូវតែមានមិនថាការចិញ្ចឹមខ្យងចិញ្ចឹមត្រីចិញ្ចឹមទង់ឬក៏ការរកស៊ីផ្សេងมันអាចទៅធ្វើព្រោះបានទេបងប្អូនត្រូវមានចំណេះដឹងឲ្យច្បាស់លាស់ហើយចាំធ្វើហើយនិយាយពីខ្យងនេះបងប្អូននិយាយពីខ្យងនេះធ្ងន់បងប្អូនខ្យងធ្ងន់ថ្លឹងខ្យងលក់នេះបើខ្ញុំនៅលក់រងថ្ងៃនេះដូចមានអារម្មណ៍ណាបងប្អូនមានអារម្មណ៍ដូចថ្លឹងដីលក់យ៉ាងវាធ្ងន់បើខ្យងទំហំនេះ10គ្រាប់11គ្រាប់អី1គីឡូឯងបងប្អូនគិតមើលហើយ1គីឡូ7-8000ហើយរងថ្ងៃនេះមិននិយាយអួតទេបងប្អូនលក់តម្លៃនេះណាលក់តម្លៃនេះគឺទីផ្សារហូហៀបងប្អូនមានគេទិញច្រើនប៉ុន្តែមានជាក់បងប្អូនខ្យងបឹងណាតិចបងប្អូនយើងចេះយល់ច្រឡំថាខ្យងរើសពីស្រែរើសពីអីហើយលក់អត់បានថ្លៃកុំយល់ច្រឡំបងប្អូនខ្យងបឹងផ្សេងបងប្អូនខ្យងបឹងផ្សេងប្រភេទខ្យងស្រែខ្យងនៅក្នុងស្រែខ្យងពងក្រហមនោះផ្សេងបងប្អូនខ្យងពងក្រហមអត់មានទីផ្សារទេឬក៏ទីផ្សារមានប៉ុន្តែតម្លៃទាបមែនទែនបងប្អូនហើយសម្រាប់បងប្អូនដែលមានចំណាប់អារម្មណ៍ចង់ធ្វើខ្ញុំឲ្យយោបល់បងប្អូនកុំចាប់ផ្ដើមដោយធ្វើធំពេកបងប្អូនធ្វើល្មមសិនបងប្អូនព្យាយាមសិក្សាពីវាសិនសិក្សាស្វែងយល់ពីវាសិនសិក្សាឲ្យច្បាស់ស្វែងយល់ពីវាឲ្យច្បាស់ហើយចាំត្រូវការបរិយាយើងបរិយាតាមក្រោយបងប្អូនកុំលោតមកដាក់អាងធំធ្វើអាងច្រើនតែម្ដងកុំអីបងប្អូនដោយសារជាបងប្អូនតេតងជាមួយនឹងមុខរបរអ្វីមួយជាពិសេសក្នុងការធ្វើកសិកម្មនេះពេលខ្លះវាមិនរលូនដូចអ្វីដែលបងប្អូនគិតនោះទេវាមានឧបសគ្គខ្លះនៅក្នុងនោះដែរចាំបើសិនជាបងប្អូនចាប់ផ្ដើមដំបូងដោយបងប្អូនប្រើដើមទុនច្រើនតែម្ដងបើសិនជាករណីមានបញ្ហាបងប្អូននឹងខាត់ច្រើននេះជាចំណុចមួយហើយចំណុចមួយទៀតបើសិនជាករណីបងប្អូនជួបបញ្ហាបើបងប្អូនប្រើទុនអស់បងប្អូនអត់មានទុនសម្រាប់ក្រោកឈរទៀតទេ